ខ្សាច់យើងដូចលះល្អបាទចក្រមត្រៀមប្រងព្រះប្រកួតតបិសាកម្ពុជាសេនាគុណខ្មែរគូទី3ដែលជាគំនិតភាពអន្តរជាតិរវាងកម្ពុជាអ៊ុបឺគីស្ថានទឹកទី1រងវ័នបាទការប្រកួតមិត្តភាពអន្តរជាតិរវាងកម្ពុជាជាមួយនឹងអ៊ុបឺគីស្ថានដែលនាំមកជូនដោយទឹកវិសាកម្ពុជាបន្សុទ្ធក្រុមប្រឹក្សាជាមួយនឹងបច្ចេកវិទ្យាស្មាត Triple Filter ដែលជាទឹកវិសាដែលមានគុណភាពខ្ពស់លំដាប់ស្តង់ដារអន្តរជាតិទទួលមកស្គាល់មានការទទួលស្គាល់យ៉ាងច្រើនស្ថាប័នអ្វីដែលសំខាន់ទឹកវិសាកម្ពុជាគឺជាផលិតផលរបស់ខ្មែរអ្វីដែលសំខាន់នោះគឺថាមានកម្រិត pH ល្អសម្រាប់សុខភាពហើយល្អជាងទឹកវិសាដែលនាំចូលពីក្រៅប្រទេសតស្ដាប់ពីអូសនួនសមាគមកីឡាករជើងខ្លាំងម្ចាស់ខ្សែក្បាត់5ស្ថាប័នម្ចាស់ខ្សែក្បាត់5ស្ថាប័នកីឡាករបាទ Fakridin Khasano បាទឥឡូវនេះបន្តដល់ចូលធាក់ទុកមួយឆ្វេងស្ដាប់អយោស៊ីនួននេះក៏មិនធម្មតាដែរចំនួនក្រោយរបស់គុណខ្មែរយើងកែងនេះលីពូថាំងកាប់កែងមួយកែងទៅលើកីឡាករ Fakridin អយោFakridinថាអីសម្លាញ់អូនប្រុសបាទលីជុំលើជាមួយបងប្អូនឯងនេះខ្លាំងកែងនេះជង្គង់ឥឡូវមកជួបគ្នាមើលណាបាទមកឆាកលេងលួនឆ្វេងស្ដាប់បន្តពីកីឡាករអូនស៊ីនួនបាទជង្គង់ឆ្វេងតោះឆ្វេងស៊ីនួនបន្តដល់ចូលស៊ីនួនចាប់អោបហើយក៏ Fakridin Khasano វាយាមចាប់អឹបទឹកសវាយ៉ាងក្រាំបាយបាទពីលោកគ្រូសេនសុធាបាទឥឡូវបន្តការប្រកួតបាទបន្តដល់ចូលពីអូនស៊ីនួនតស្ដាប់ពី Fakridin តឆ្វេងសងមួយច្រោះទីដៃដូចគ្នាចូលកចាប់មួយដើមបាទអត់អីទេបន្តការប្រកួតបានស៊ីនួនកាយសម្បត្តិល្អស៊ីនួនដើរចូលតឆ្វេងសងពី Fakridin Khasano ធាក់ទៅស៊ីនួនបាទបន្តតែមិនជាបញ្ហាចូលបោះមួយឆ្វេងស្ដាប់តែភ្លាមកាយឆ្វេងបាត់អូវ៉ាវស៊ីនួនមកស្រស់តែម្ដងបន្តចូលហើយក៏ស្ដាប់ឆ្វេងបោះមួយឆ្វេងពីកីឡាករ Fakridin Khasano វ៉ាវស៊ីនួនបោះកាយឆ្វេងណែគាត់បំពេញជាមួយនឹងកណ្ដាលភក្ត្រារបស់កីឡាករបាទ Fakridin អាយ៉យដូចជាអត់សូវស្រួលទេកាយរបស់ស៊ីនួនហាក់ដូចជាមុតតិចហើយបាទហើយបន្តដល់ចូលពីស៊ីនួនតោះស្ដាំក៏មានការសងកណ្ដាប់ដៃស្ដាំជួយស្ដាំមកវិញស៊ីនួនទៅរងជាប់មិនជាបញ្ហាធាក់ទុកមួយធាក់ទុកបន្តជួយស្ដាំជួយស្ដាំពីស៊ីនួនតាមដេញលឺថាឯងម្ចាស់ខ្សែក្បាត់មែនទេឥឡូវនេះខ្ញុំចង់បាញ់ម្ចាស់ខ្សែក្បាត់ទៅមើលតាទៅជាណាធាក់ទុកមួយពីអូនស៊ីនួនបន្តបាទនៅចំហល្អណាស៊ីនួននេះបាទស៊ីនួនគឺជាថ្នាក់យុវជនបាទចំនួនក្រោយរបស់គាត់មកឆ្វេងស្ដាំចុះស្ដាំពីអូនស៊ីនួនឆ្វេងស្ដាំពីអូនស៊ីនួនចាប់អោបបាទអោបឲ្យគាត់បោះឆ្វេងស្ដាំពីស៊ីនួនឆ្វេងសងពីកីឡាករ Fakridin Khasano វ៉ាវល្អមើលទេឥឡូវឈប់បងកសអូចាស្រួលល្អកចាប់បាទធ្លាក់មកក្រោមអើយមិនចេះមកយោនេះចាប់ស្រាខោទៅហ្មងបាទនេះឲ្យទឹកនេះក៏សាហាវខុសម្ល៉េះបាទអត់មានតែសួរនាំនេះទីរះហើយទីរះបាទនេះតោកថាវងឆាកលើជើងលើសម្ភារមកដោយបាទមកនិយាយសំណួរថាសម្ដេចឲ្យទីរះឯងបើស្រាតខ្ញុំទៅបើយើងវាយឈ្នះក៏សប្បាយចិត្តដែរនេះបាទវាយដល់ដាច់ខ្សែត្រឡោកទៅហើយបាទចឹងត្រូវការពារអូយបាទកន្លែងនេះសំខាន់ណាស់សំខាន់ជាងអ្វីទាំងអស់អូយនិយាយត្រង់បាទស៊ីនួនរូបភាពសាឡវិញស៊ីនួនកីឡាករវាយស្រស់ខ្ញុំនិយាយមែនខ្ញុំមិនដែលសារគុណខ្មែរខ្លួនឯងប្រាប់គេមែនទេណាប៉ុន្តែស៊ីនួនខ្ញុំមើលចង្វាក់នៃការវាយរបស់គាត់ខ្ញុំស្រឡាញ់ចង្វាក់វាយមែនទេបាទស្រស់គ្រប់ក្បាច់គ្រប់ក្បួនគឺថាចេញមកគឺគុណខ្មែរសុទ្ធសាធមកអត់មានចង្អៀងចង្ងាងទេបាទស៊ីនួននេះគឺគាត់ចេញចូលបាទតែប៉ារបស់គាត់ល្អខ្លាំងណាស់បាទឥឡូវក្រុមការងារស្តុបនាទីអីទេបាទចងលបោតដាច់ទេបាទឥឡូវក្រុមការងារកំពុងសម្រួលបាទបងប្អូនកំពុងទស្សនាទៅនេះកំពុងតែរងចាំជាពិសេសបងប្អូនដែលតាមទស្សនាតាមរយៈគេអត្ថាថាកាលបានវាយទៀតល្អមើលហ្មងបាទអញ្ចឹងបងប្អូនដែលទស្សនាតាមរយៈគេអត្ថាបងប្អូនកុំភ្លេចជួយចុច share ម្នាក់មួយណាបាទដែលមានការផ្សាយនៅលើ page ទឹកភាសាកម្ពុជា page លោកកញ្ញាស្រីចន្ទថង page បាទក្លឹបបណ្ដាគុណខ្មែរអន្តរជាតិ page CNC
បងប្អូនយើងអាចជួយ share ម្ដងមួយផងដើម្បីជាចំណាយការលើកស្ទួយវិស័យប្រដាល់គុណខ្មែរដែលឥឡូវនេះយើងឃើញថាក្រុមហ៊ុនខ្មែរ Regis បានចូលរួមចំណែកយ៉ាងសំខាន់ដើម្បីលើកស្ទួយដល់គុណខ្មែរបាទទាំងកីឡាបាល់ទាត់បាល់ទះទាំងសិល្បករសិល្បករនេះគឺគុណ តើប្រកួត បាទឥឡូវនេះបន្តការប្រកួតជាបន្តធាក់ទៅមួយវិកគ្រីឌីនខាសាណូបាទអូនស៊ីទួថាមើលឥឡូវនេះឥឡូវចំចំជាប់វិញហើយបាទឆ្វេងលូកឆ្វេង trong tập tỷ 1 បាទសង្វៀនទឹកភាសាកម្ពុជាស្ដែងគុណខ្មែរគឺថាទឹកទី1គីឡូទៅរវាងកីឡាករអូនស៊ីនួនម្ចាស់ខ្សែក្រវ៉ាត់ដែលចាស់គុណខ្មែរក្នុងប្រភេទទម្ងន់57គីឡូក្រាមបាទធ្វើការប្រកួតជាមួយនឹងនេះម្ចាស់ខ្សែបាត់ K1 ឆ្វេងស្ដាំអូនស៊ីនួនបោះជង្គង់ដើម្បីផ្កាយផ្កាត្រង់នេះហើយក៏បាត់កែងឆ្វេងបាទហើយសូមបញ្ជាក់ផងដែរថាបើសិនជាកីឡាករបាទអូនស៊ីនួនទទួលបានជោគជ័យជាជំនះថ្ងៃនេះលោកអភិបាលនៃគណៈអភិបាលក្រុមអរិយស័ក្តិបាទលោកច័ន្ទតារានិងឧបត្ថម្ភនៃថវិកាចំនួន20,000,000 រៀលបាទ ដែលទឹកចេញក្រៅទឹកវិសាកម្ពុជាស្នេហ៍គុណខ្មែរគូទី 3 ដែលជាមិត្តភាពអន្តរជាតិរវាងកម្ពុជាប៊ឺហ្គីស្ថានទឹកទី 2 round 2 បាទទឹកទី2មានរឿងនិយាយគ្នាទៀតអាចឆ្វេងស្ដាំពីកីឡាករបាទខាសាណូបន្តដល់យកខាសាណូអូនស៊ីនួនយក1យក2ទាត់ឆ្វេងថយផុតអូនស៊ីនួនទាត់ឆ្វេងថយផុតពីវិកគ្រីឌីនខាសាណូបាទធាក់ទុំច្រករស័យតាភក្ត្រាទាត់ឆ្វេងតែម្ដងបាទស៊ីនួនតែប៉ាវិញគូសាណូថយទុំទៅឆ្វេងទាត់ឆ្វេងម្ដងពីខុសទៅទាត់ឆ្វេងម្ដងរំជាប់ឆ្វេងស្ដាំចាប់ជើងគាត់ទាត់បាទកាច់ដួលអូបាទនេះគេថាដួលហើយឆ្លៀតបាទឆ្លៀតសទៅមហាជើងសមកវិញទៀតបាទកែតាមបាត់ផាជួយឆ្វេងទាត់ស្ដាំម្ដងអយោឆ្វេងខាងបាទអូនទៅចាប់ជាប់បាទជួយឆ្វេងវិញវិកគ្រីឌីនបាទខាសាណូអញ្ញាកណ្ដាលមកបាយលោកសេតារ៉ាបាទធាក់ទុកមួយសិនធាក់បន្តតឆ្វេងអាចចូលចាប់ទៀតហើយអត់អីទេបាទលោកសេតាទេស្រ័យបាទយ៉ាងណាគ្រប់គ្រងការប្រកួតលើសង្វៀនបាទណែនាំបាទបន្តដល់ចូលពីបាទកីឡាករអូនស៊ីនួនយកបាទវិកគ្រីឌីនខាសាណូតឆ្វេងពីស៊ីនួនចាប់ជើងជាប់បន្តយកក្រុមចេញក្បាច់តស្ដាំស៊ីនួនបោកកៃស្ដាំពីកីឡាករវិកគ្រីឌីនខាសាណូស៊ីនួនបន្តថយឥឡូវនេះតឆ្វេងតែពីកីឡាករបង្គោលខៀវបាទកីឡាករអន្តរជាតិឧបេគីស្ថានបាទហើយបន្តដល់ចូលស៊ីនួនយកមួយទាត់ស្ដាំចាប់ជើងជាប់ច្រាមចេញហើយក៏ឆ្វេងកែងស្ទះឆាបបាទធាក់ទុកមួយធាក់សងវិញបាទហើយក៏ដើរចូលស៊ីនួនបបរត់ចន្លោះក្នុងការវាយគណៈកីឡាករគូសាណូនេះបង្កាយចេញចូលលឿនណាគាត់ចេញចូលលឿនបាទអញ្ចឹងស៊ីនួនត្រូវប្រយ័ត្នតិចបាទតែបន្តដើរចូលឆ្វេងពីស៊ីនួនបាទដល់អញ្ញាកណ្ដាលប្រាប់ណាវាយអត់មានមកលុំទេវាយបាទតែបន្តចូលហើយបាទប្រមានលើកទី1ស្ដាំបន្តញុំបាទទាត់ឆ្វេងសងទាត់ស្ដាំសងពីអូស៊ីនួនហើយស្ដាំចាប់ជើងចាប់ជាប់បាល់ជាមួយស្ដាំដូចគ្នាគឺឆ្វេងសងពីកីឡាករបង្គោលខៀវបាទខាសាណូទាត់ឆ្វេងធាក់ទុកពីអូស៊ីនួនបាទដើរចូលបន្តពីខាសាណូអូស៊ីនួនសម្លឹងមើលទាត់ស្ដាំពីបាទកីឡាករអូស៊ីនួនសងតាមដៃស្ដាំពីកីឡាករខាសាណូស៊ីនួនបាទហើយនេះគាត់ទុយណាហើយផុតអាយ៉ាតាមមានការធាក់ដៃនេះធាក់វិញអាយ៉ូមើលចេះអីតែស៊ីនួនខ្ញុំមិនចេះដែរវិញស្ដាំចាប់ជាប់បាត់ឆ្វេងស្រែស៊ីនួនបាត់ស្ដាំដៃបាទអ្នកលេងគេទៅស្ដាំទៅបាទសល់ប្រហែល10នាទីចុងក្រោយបាទដល់ចូលពីវិកគ្រីឌីនខាសាណូតឆ្វេងបាទធាក់ទុកមួយទាត់ស្ដាំពីខាសាណូទាត់ស្ដាំបន្តស៊ីនួនទាត់ស្ដាំសtrongទឹកទី 2 ភាសាកម្ពុជាស្នេហ៍គុណខ្មែរគូមិត្តភាពអន្តរជាតិនៅកម្ពុជាជាមួយនឹងអូបេគីស្ថានគូទី 3
បាទមានកីឡាករបង្កើក្រមអូស៊ីនួននេះបត់កាយភឹងជង្គង់ភុចអូយបាទកណ្ដាលដើមទ្រូងស្ទើរតែប្រេះទៅហើយក៏ប៉ុន្តែកីឡាករបង្កើខៀវថាអត់បញ្ហាបាទកីឡាករបង្គោលខៀវបាទ Fakridin ខាងសណៅនេះពីអូនស៊ីនួនឆ្វេងស្ដាំបាទត្រង់នេះគឺគេថាប្រើនេះគាត់ទៅតែធាក់កាត់បានមុនពីអូនស៊ីនួនបាទគេថាកាត់តក្បាច់ទេណាបាទឥឡូវបងប្អូនយើងទឹក3ហើយកីឡាករយើងវាយវិញបាទនៅទឹកចេញក្រៅទឹកពិសាកម្ពុជាសេនាគុណខ្មែរគូទី3ដែលជាមិត្តភាពអន្តរជាតិរវាងកម្ពុជាប៊ឺហ្គីស្ថានទឹកទី3ជាទឹកផ្ដាច់ព្រួត Final Round បាទទឹកទី3ជាទឹកផ្ដាច់ព្រួត Final Round បាទរៀងកីឡាករបង្គោលខៀវ Fakridin ខាងសណៅបង្គោលក្រមគឺអូនស៊ីនួនបាទអូនស៊ីនួនមកពីក្លឹបលេខរេកចាក់របបនៃសមាគមកីឡាក្រសួងមហាផ្ទៃកូនសិលគ្រូស្វាយសុខុនធាក់ទុកមួយអូនស៊ីនួនឆ្វេងខាងពីអូនស៊ីនួនបន្តញោតតតឆ្វេងតែពី Fakridin ខាងសណៅបាទទៅចូលលឿនសម្រាប់កីឡាករបង្គោលខៀវនេះបាទគាត់បង្កែការដាក់ដេប៉ារបស់គាត់គឺលះណាបាទតែស៊ីនួនតតឆ្វេងសងបាទសុំតែម្ចាស់ខ្សែករបស់ដូចគ្នាស្ដាំបន្តធាក់ទុក30ដងផ្លំដួលគឺប្រគល់ឲ្យសម្រាប់បងការប្រគល់30ដងដូចគ្នា15ដងដូចគ្នាបាទក្នុងចំណោម30ដងបាទថ្ងៃនេះបញ្ជូនគ្នាលើសម្ភារតែភាសាកម្ពុជាស្ដាយគុណខ្មែរបាទស៊ីនួនកំពុងរកចន្លោះចេញទាត់បន្តតស្ដាំសងពីស៊ីនួនបាទធាក់ទុកមួយដល់ស៊ីនួនបាទព្យាយាមចូលបាទស៊ីនួនបន្តត្រៀមអេឡុងក្នុងការទាត់ញោតចូលទាត់យ៉ាងណាមិនមានទីដងណាវាយមិនវាយមានរឿងជាគ្នាមកធ្វើអីបើមកវាយបាទចូលហើយនឹងទៅលុកឆ្វេងខៅបាទឥឡូវបន្តតស្ដាំបន្តឆ្វេងសងពីកីឡាករគូស្នៅបាទតស្ដាំពីអូនស៊ីនួនគាត់ស្ដាំសងពីខាងស្នៅគាត់ឆ្វេងពីស៊ីនួនចូលចាប់បានស៊ីនួនដើរចូលមករកចន្លោះចាប់បានហើយឆ្វេងបោះស្ដាំមួយឆ្វេងអូយរអល់ជើងបាទអូនគាត់សំដៅសម្រាប់យ៉ាងគេមិនដឹងទេបើគាត់ដោតទៅការវាយយ៉ាងបានមើលអ្នកទុកមួយឆ្វេងបន្តគាត់ធាក់ទុកមកដល់ពេត្រាឆ្វេងស្ដាំសងពីកីឡាករឆ្វេងស្ដាំដល់ឆ្វេងពីស៊ីនួនធាក់ទុកមួយអូចូលចាប់ទៀតហើយបាទបង្គោលសងចាស្រួលបាទធាក់ចូលណែនឥឡូវនេះបង្គោលសបាទឥឡូវនេះស្រួលបន្តិចពីអ្នកឲ្យទឹកបាទទស្សនានេះការធាក់អូយកន្លែងនេះឲ្យធាក់ពេញបើចំក៏ចាប់បាទបន្តការប្រកួតបាទឥឡូវនេះបន្តការប្រកួតជាបន្តបាទតស្ដាំពីកីឡាករខាងសដៅតស្ដាំបន្តឆ្វេងបាទអូនស៊ីនួនយោនស៊ីនួនបន្តតស្ដាំសងធាក់ទុកមួយចាប់ជើងជាប់អាយូបាទចង់ធ្វើវិញយ៉ាងទៅធ្វើបានអូនស៊ីនួនជើងវែងពេកធាក់តឆ្វេងពីជើងស្ដាំបន្តឆ្វេងពីសម្ដេចកីឡាករបង្គោលខៀវបាទនៅជ្រុងសម្ភារធាក់ទុកមួយស៊ីនួនតស្ដាំបាទកាត់ស្ដាំបីស្វាដល់អត់គាត់ជួយលូកឆ្វេងពីស៊ីនួនអូចុងទឹកនេះណាបាននឹងរួចសម្ភារទីបន្តទៅដល់ស្ដាំបន្តបាទស៊ីនួនយោនមួយបាទមកទៅហើយអូដូចជាមានស្នាមឈាមដូចណាបាទទៅហៅរហ័សពីបោះចាប់ទឹកទី3វ៉ាវបាទយើងឃើញថាកីឡាករទាំងពីរគឺថាប្រឹងប្រែងសុទ្ធស្វែងមែនតើត្រង់នេះគឺទាត់បាទរូបភាពសាឡាវិញទាត់ហើយក៏ធាក់តាមមុខត្រង់នេះអូយមកជើងឆ្វេងទៀតអត់ដល់ហើយក៏កែងស្ដាំត្រង់នេះផេះបាទបោះគូឆ្វេងភឹបថយផុតស្ដាំហើយក៏ឆ្វេងទៅមួយទៀតបាទដោយសារគាត់ថាគាត់ល្អិលក៏អត់សងមិនបាច់បាទ
ចឹងក៏នេះធាក់ទុកធាក់ទៅក៏ចូលក៏ចាប់នេះត្រង់នេះស៊ីនូតតមកជើងហើយក៏តាមលូកជង្គង់ស្ដាំមួយក៏ដាប់ដៃចូលក៏ដាក់ភក្ត្រាពេញសងឆ្វេងមកដល់បាទក្រហមឬខៀវបាទសូមបញ្ជាក់បងដែរថាគូនេះអ្នកអង្គការលៀងមេសហស្ថាបនិកនៃប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុនខ្មែរ Beverages បានបន្តដល់កីឡាករបង្គោលក្រហមអូនសនុនទៅតាមការចំនួន50ម៉ឺនរៀលបាទហើយក៏បើសិនជាឈ្នះបើសិនជាអូនសនុនឈ្នះលោកអភិបាលនៃគណៈកម្មការក្រុមអរិយស័ក្តិលោកច័ន្ទតារានឹងបន្តតាមការ20ម៉ឺនរៀលដូចគ្នាផងដែរឥឡូវនេះគណៈកម្មការពេលប្រយុទ្ធខ្ញុំបានសូមប្រកាសភារកិច្ចនេះជូនដល់គណៈកម្មការបច្ចេកទេសដើម្បីប្រកាសលទ្ធផលជូនកីឡាករទាំងពីរ ចាសសូមអរគុណកីឡាករបង្គោលក្រហមអូន